នៅចន្លោះសតវត្សទី9ដល់សតវត្សទី15ព្រះរាជាណាចក្រអង្គររបស់ខ្មែរបានរះឡើងដូចពន្លឺព្រះអាទិត្យនៅលើទឹកទន្លេមេគង្គក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី2បានបង្កើតរាជធានីនៅភ្នំគូលែនហើយប្រកាសខ្លួនជាព្រះមហាក្សត្រអង្គម្ចាស់អាណាចក្រមួយឯករាជ្យដែលគេហៅថាមេភូមិន្ទនោះគឺជាចំណុចចាប់ផ្ដើមនៃអរិយធម៌អង្គរដ៏ល្បីល្បាញជាចំណងដូងនៃប្រវត្តិសាស្ត្រខ្មែរបន្ទាប់មកព្រះបាទទេសវ្ម័នទី1បានបន្តកែលម្អនិងបង្កើតរាជធានីអង្គរធំដែលសព្វថ្ងៃគេហៅថាយសោធរបុរៈការរីកចម្រើននៃសិល្បៈសំណង់និងសាសនាបានបន្តរហូតដល់សម័យព្រះបាទសូអៅវ្ម័នទី2ដែលបានសង់ប្រាសាទអង្គរវត្តដើម្បីឧទ្ទិសដល់ព្រះវិស្ណុប្រាសាទនេះគឺជាអនុស្សាវរីយ៍អស្ចារ្យនៃចំណេះដឹងវិចិត្រសិល្បៈនិងសំណង់ស្ថាបត្យកម្មខ្មែរបុរាណដែលពោរពេញដោយនិមិត្តសញ្ញានៃទេវកថានិងចិត្តសាសនាប្រពៃណីក្នុងសម័យបន្ទាប់ព្រះបាទជ័យវរ្ម័នទី7បានបង្កើតព្រះធំអេងខូសមនិងប្រាសាទបាយ័នដ៏ល្បីមានរូបព្រះបាយ័ន4មុខបញ្ចេញស្នាមញញឹមស្ងប់ស្ងាត់ដូចជាការពារសន្តិភាពសម្រាប់ប្រជាជនខ្មែរកាលនោះអង្គរបានក្លាយជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចនិងសាសនាធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ប៉ុន្តែពេលវេលាបានបង្ហាញថាទឹកធ្លាក់តែងតែមានជើងថយបន្ទាប់ពីសតវត្សទី15ព្រះរាជាណាចក្រអង្គរបានស្រុកខ្សោយដោយហេតុការណ៍សង្គ្រាមនិងការផ្លាស់ប្ដូរផ្លូវពាណិជ្ជកម្មទោះជាយ៉ាងណាប្រាសាទអង្គរវត្តនិងបាយ័ននៅតែឈរមានសក្តានុពលជាសាក្សីនៃមហារាជដ៏អស្ចារ្យនៃប្រវត្តិសាស្ត្រខ្មែរសព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានរក្សាទុកអង្គរវត្តជាបេតិកភណ្ឌពិភពលោក World Heritage Site ដែលបង្ហាញពីអត្តសញ្ញាណនិងមោទនភាពជាតិរបស់ប្រជាជនខ្មែរអង្គរវត្តគឺមិនមែនត្រឹមជាប្រាសាទប៉ុណ្ណោះទេប៉ុន្តែជាចិត្តវិញ្ញាណនៃជាតិដែលនាំឲ្យពន្លឺអង្គរមិនដែលរលត់ទៅជាមួយកាលពេលឡើយ